គោលការណ៍ទី12អ្នកមានជឿលើវាសនាអ្នកក្រជឿលើព្រហ្មលិខិតបើសិនជាអ្នកចង់ខ្លាចជាអ្នកមានវាពិតជាមានសារៈសំខាន់ណាស់ដែលជឿថាអ្នកគឺជាម្ចាស់នៃជោគវាសនាលើខ្លួនឯងលោកហៅអ៊ីកើបានសរសេរថាអ្នកត្រូវតែជឿជាក់ថាអ្នកគឺជាមនុស្សតែម្នាក់គត់ដែលអាចបង្កើតភាពជោគជ័យឲ្យខ្លួនឯងបានហើយអ្នកគឺជាបុគ្គលតែម្នាក់គត់ដែលត្រូវពុះពៀដើម្បីលុយកាក់និងភាពជោគជ័យរបស់អ្នកជឿឬមិនជឿវាជារឿងរបស់អ្នកនៅក្នុងជីវិតពិតយើងតែងតែសង្កេតឃើញថាអ្នកក្រជាមនុស្សដែលចូលចិត្តបំផ្លាញខ្លួនឯងដោយការផ្សងសំណាងលេងឆ្នោតខ្លាំងណាស់ទោះបីជាពួកគេដឹងយ៉ាងច្បាស់ថាឱកាសក្នុងការត្រូវឆ្នោតមានតិចតួចយ៉ាងណាក៏ដោយតាមពិតទៅមនុស្សគ្រប់គ្នាសុទ្ធតែចង់ឈ្នះឆ្នោតប៉ុន្តែសម្រាប់អ្នកមានវិញពួកគេលេងម្ដងម្កាលដើម្បីការកម្សាន្តនិងភាពរីករាយពួកគេដឹងយ៉ាងច្បាស់ថាការឈ្នះឆ្នោតមិនមែនជាយុទ្ធសាស្ត្រដែលអាចឲ្យពួកគេក្លាយជាអ្នកមាននោះទេគឺពួកគេដឹងថាលុយបានមកពីការងារនិងបានមកពីគំនិតរបស់ពួកគេលោក Thomas Jefferson ប្រធានាធិបតីទី3អាមេរិកបាននិយាយថាខ្ញុំគឺជាមនុស្សដែលជឿលើសំណាងជាខ្លាំងហើយខ្ញុំរកឃើញថាខ្ញុំកាន់តែធ្វើការច្រើនប៉ុណ្ណាខ្ញុំក៏កាន់តែមានសំណាងច្រើនប៉ុណ្ណោះសម្រាប់លោកហៅអ៊ីកើបានសរសេរថានៅពេលណានិយាយដល់ចំណុចថាហេតុអ្វីបានជាពួកគេមិនមានអ្នកក្រភាគច្រើនគឺជាអ្នកឯកទេសក្នុងលបែងបន្ទោសឬដាក់កំហុសឲ្យអ្នកដទៃគឺពួកគេបន្ទោសសេដ្ឋកិច្ចរដ្ឋាភិបាលទីផ្សារពាក្យហ៊ុនប្រភេទមុខជំនួញថៅកែកូនចៅក្រមអាវ៉ាត់ដៃគូគ្រួសារឪពុកម្ដាយថែមទាំងបន្ទោសព្រះនៅលើមេឃទៀតផងហើយចំណុចមួយចំនួនទៀតដែលអ្នកក្រតែងតែនិយាយនេះគឺពួកគេត្អូញត្អែដូចជាថាពួកគេជាមនុស្សអភ័ព្វជាមនុស្សគ្មានចំណេះដឹងជាមនុស្សមិនស្អាតជាមនុស្សឈឺច្រើនជាមនុស្សទាបជាមនុស្សធាត់ជាមនុស្សខ្សោយជាមនុស្សពិការជាមនុស្សគ្មានជំនាញជាមនុស្សគ្មានបទពិសោធន៍ឡាក់សរុបមកយើងអាចនិយាយបានថាអ្នកមានជឿលោកជោគវាសនាព្រោះជោគវាសនាជាអ្វីដែលមនុស្សអាចកំណត់បានប៉ុន្តែអ្នកក្រវិញពួកគេជឿលើព្រហ្មលិខិតព្រោះពួកគេយល់ឃើញថាជីវិតមនុស្សយើងគឺព្រះជាអ្នកបង្កើតនិងកំណត់ជាការពិតណាស់ដែលថាធម្មជាតិជាអ្នកបង្កើតជីវិតមនុស្សយើងប៉ុន្តែធម្មជាតិពុំបានកំណត់ថាបុគ្គលនេះត្រូវមានឬបុគ្គលនោះត្រូវក្រនោះដែរដោយលោក Bill Gates បាននិយាយថាបើអ្នកកើតមកក្រវាមិនមែនជាកំហុសរបស់អ្នកនោះទេប៉ុន្តែបើអ្នកស្លាប់ទៅវិញក្រវាគឺជាកំហុសរបស់អ្នកនៅក្នុងចំណុចនេះផងដែរខ្ញុំមានរឿងមួយទៀតស្ដីអំពីបរិសម្នាក់ឈ្មោះពូសៅមានគ្រួសារមួយមានជីវភាពក្រជាងគេក្នុងចំណោមគ្រួសារផ្សេងទៀតក្នុងភូមិគ្រួសារមួយនេះហាក់បីដូចជាមិនមានការរីកចម្រើនលូតលាស់ទាល់តែសោះមិនថារឿងលុយកាក់ឬផ្ទះសម្បែងនោះទេមេគ្រួសារនេះមានឈ្មោះថាពូសៅគឺជាមនុស្សម្នាក់ដែលមានគំនិតអគតិរាល់ការងារទាំងអស់តែពាក់ព័ន្ធជាមួយនឹងគាត់ភាគច្រើនមិនសូវទទួលបានជោគជ័យនោះទេហើយជាពិសេសឲ្យតែមានការប្រជុំប្រជាជនម្ដងគាត់តែងតែប្រឆាំងជាមួយគេជានិច្ចមិនបើកចិត្តគំនិតប្រកាន់យកតែគំនិតខ្លួនឯងកត្តាទាំងអស់នេះហើយដែលធ្វើឲ្យពូសៅមិនមានការរីកចម្រើនលូតលាស់នៅក្នុងគ្រួសារទាល់តែសោះមានពេលមួយនោះអ្នកជិតខាងរបស់ពូសៅបានទទួលសមិទ្ធផលទាំងការធ្វើស្រែនិងចម្ការដោយជោគជ័យដែលកាលពីមុនអ្នកជិតខាងរបស់គាត់ក៏មានជីវភាពក្រីក្រដោយគាត់ដែរពូសៅមិនបានរៀនសូត្រនៅអ្វីដែលល្អពីគេនោះទេគាត់បែរជានិយាយនៅចំណុចដែលមិនល្អរបស់គេទោះបីជាគេសម្រេចបានសមិទ្ធផលយ៉ាងពិតប្រាកដក៏ដោយហើយមិនត្រឹមតែប៉ុណ្ណោះគាត់បាននិយាយថាព្រហ្មលិខិតគេចាឲ្យយើងក្រគឺវាក្រហើយបើចាឲ្យយើងមានគឺមានហើយមិនចាំបាច់ប្រឹងវាក៏មានដែរនៅក្នុងជីវិតពិតយើងតែងតែឃើញមនុស្សប្រភេទដូចតួអង្គពូសៅនេះច្រើនណាស់គឺពួកគេចូលចិត្តនិយាយថាលុយមិនសំខាន់ប៉ុន្តែពួកគេទំនងដូចជាមិនសូវមានលុយនោះទេដោយពួកគេយកលេសថាគ្មាននរណាម្នាក់ស្លាប់ទៅយកលុយទៅជាមួយនោះទេដូច្នេះចាំបាច់ប្រឹងអីពេកបើត្រូវមានគឺវាមានហើយត្រង់នេះហើយដែលយើងអាចនិយាយបានថាមនុស្សភាគច្រើនគឺពួកគេក្រដោយសារតែពួកគេមានទម្លាប់ក្នុងការរស់នៅនិងការនិយាយស្ដីអាក្រក់គឺនិយាយអត់គិតនិយាយឲ្យតែរួចពីមាត់ខ្វះការពិចារណាវែងឆ្ងាយនិងគ្មានហេតុផលតែចង់បញ្ចប់បានត្រឹមតែតូចចិត្តតូចថ្លើមច្រណែនឈ្នានីសហើយនឹងផ្ដើមបន្ទោសមេឃបន្ទោសកាយនេះឯង